កាដូដើមឆ្នាំថ្មីស្រីនេះទទួលបានរថយន្តថ្មីសិនឡើងពីឧត្តមស្វាមីហេងពិសាលទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់នៅរសៀលថ្ងៃទី26 ខែមករានេះស្រីនេះដែលជា influencer ដ៏មានប្រជាប្រិយភាពបានទម្លាយរូបភាពមួយសន្លឹងអមដោយស្នេហ៍យ៉ាងរំភើបក្រោយទទួលបានកាដូពីស្វាមីហេងពិសាលតាមបំណងជាស្រីនេះនិងហេងពិសាលត្រូវបានគេចាត់ទុកថាគឺជាបុគ្គលដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាដែលមិនត្រឹមតែមានរូបរាងសម្បត្តិស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរក៏ជាប្តីប្រពន្ធវ័យក្មេងគំរូមួយរូបប្រកបដោយគុណធម៌សុជីវធម៌និងមានសន្តានចិត្តជួយមនុស្សជំនាញខ្លួននិងសង្គមជាតិផងដែរជាស្ដែងក្នុងកលៈទេសៈប្រទេសជាតិរងការឈ្លានពានពីថៃប្តីប្រពន្ធមួយគូនេះបានខិតខំយ៉ាងខ្លាំងជួយដល់វីរៈកងទ័ពនិងជនភៀសសឹកម្ដងហើយម្ដងទៀតបើទោះបីជាត្រូវរងការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួនយ៉ាងណាក៏ដោយយ៉ាងណាក្រៅស្ថានភាពស្រុកទេសបានធូរស្រាលក្រោយបាត់ឈប់បាញ់នៅដើមឆ្នាំ2026នេះស្រីនេះក៏ងាកមកបំពេញក្តីសុខសម្រាប់ខ្លួនឯងវិញម្ដងខណៈនៅមុននេះកូនស្រីម្ចាស់សម្អាងការប្រណិតនារីរូបនេះបានទម្លាយនៅរូបភាពដ៏រំភើបក្រោយទទួលបានកាដូរថយន្តថ្មីសន្លឹងមួយគ្រឿងពីឧត្តមស្វាមីគឺលោកហេងវិសាលការដៃទទួលបានកាដូពីស្វាមីនេះស្រីនេះមិនបាននិយាយអ្វីច្រើនទេគ្រាន់តែបញ្ជាក់ដោយសំឡេងខ្លីថាឈុតជាងជីនីទៀតសូមអីបាននឹងអរគុណលោកប្តីបើទោះបីជាយ៉ាងណាស្រីនេះក៏មិនបានបញ្ជាក់ពីតម្លៃនៃរថយន្តដែលជាកាដូដើមឆ្នាំថ្មីនោះទេខណៈអ្នកគ្រប់គ្រងលើបណ្ដាញសង្គមជាច្រើនបង្ហាញការសាទរយ៉ាងណានេះមិនមែនជាលើកទី1នោះទេដែលស្រីនេះទទួលបានកាដូធំពីឧត្តមស្វាមីដែលមានទាំងរូបសម្បត្តិនិងចរិយាសម្បត្តិរូបនេះខណៈកន្លងមកស្រីនេះធ្លាប់បាននិយាយថាហេងពិសាលមិនត្រឹមតែជាប្តីល្អតែជាទ្រព្យដ៏មានតម្លៃសម្រាប់ពិភពលោកមួយនេះ